ទឹកដ៏ថ្លាឆ្វេងខៀវស្រងាត់បង្កើតបានជាផ្ទាំងទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាតនាកណ្ដាលជ្រលងភ្នំភូមិថ្នោតឃុំថ្នោតស្រុកបាទីខេត្តតាកែវទឹកនៅក្នុងជ្រលងភ្នំនេះគឺកើតឡើងជិត14ឆ្នាំមកហើយគឺក្រោយពេលដែលមានក្រុមហ៊ុន3បានបំផ្ទុះរំសេវយកថ្មនៅទីនោះកន្លងទៅលោកភួនឈីមអភិបាលស្រុកបាទីបានចុះពិនិត្យមើលទឹកល្អាងភ្នំចំបាប់ដែលអះអាងថាមានផ្ទុកសារធាតុរំសេវដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកដែលមកលេងទឹកនៅទីនេះការចុះត្រួតពិនិត្យនេះលោកក៏បានបញ្ជាក់និងផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋមិនឲ្យមកងូតទឹកលេងនៅទីនេះទៀតដោយសារទឹកមានសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរទោះជាយ៉ាងណាក្តីក្នុងឆ្នាំ2020ដល់2024ចូល2025នេះនៅតែមានប្រជាពលរដ្ឋមកលេងនៅភ្នំចំបាប់នេះជាហូរហែអត់ដាច់សោះបន្ថែមពីនេះទៅទៀតយោងទៅតាម Facebook របស់លោកកែវរតនាដែលបានបង្ហោះគឺលោកបានបញ្ជាក់ថារណ្ដៅជីកថ្មទាំងអស់នេះកើតឡើងដោយសារគេយករំសេវដាក់បំផ្ទុះយកថ្មលក់ដូច្នេះទឹកនេះមិនស្អាតទេទឹកក្នុងរណ្ដៅអាចផ្ទុកដោយសារធាតុគីមីធ្វើឲ្យប៉ះពាល់ដល់សុខភាពស្បែករណ្ដៅរំសេវនៅភ្នំចំបាប់អាចនឹងមានសេសសល់នៅសារធាតុគីមីមួយចំនួនដូចជាសារធាតុកំបោរសារធាតុ TNT ដែលវាគឺជាសារធាតុបញ្ចូលរវាងកាបូននិងអ៊ីដ្រូសែននីត្រូសែននិងអុកស៊ីសែនសារធាតុទាំងនេះហើយគឺគេប្រើប្រាស់ដើម្បីងាយស្រួលយកថ្មភ្នំរ៉ែឬការបង្កើតផ្លូវក្រោមដីកាត់ភ្នំជាដើមដែលបច្ចុប្បន្ននេះការប្រើប្រាស់គ្រាប់បែកបំផ្ទុះគឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនហើយគ្រាប់បែកទាំងនោះផ្ទុកទៅដោយសារធាតុ TNT ក្រោយពីបំបែកឬបំផ្ទុះរួចគេអាចយកថ្មភ្នំទាំងនោះយ៉ាងងាយស្រួលយ៉ាងណាមិញការយកថ្មភ្នំនៅទីនោះគឺបន្សល់នៅរណ្ដៅជ្រៅដែលមិនអាចមានចរន្តទឹកហូរចេញហើយទឹកដែលដក់នៅក្នុងរណ្ដៅនោះគឺពោពេញទៅដោយសារធាតុគីមីជាច្រើនរួមទាំង TNT ផងដែរសារធាតុ TNT អាចធ្វើឲ្យខូចថ្លើមនិងតម្រង់នោមជាមួយនឹងការប៉ះពាល់ម្ដងហើយម្ដងទៀតអាចបណ្ដាលឲ្យមានចំនួនកោសិកាឈាមចុះទាបគឺធ្វើឲ្យយើងមានការស្លេកស្លាំងនិងការខូចខាតប្រព័ន្ធប្រសាទជាដើមរោគសញ្ញាផ្សេងទៀតពីការប៉ះពាល់រយៈពេលវែងរួមមានឈឺក្បាលងងុយដេកឈឺទ្រូងនិងពិបាកដកដង្ហើមជាដើមទោះជាយ៉ាងណាក្តីនៅតែមានភ្ញៀវទេសចរមកពីតំបន់ឆ្ងាយជិតនៃបណ្ដាប្រទេសក៏ដូចជាក្រៅប្រទេសតែងមកចង់ដឹងនិងមកលេងដល់ភ្នំចំបាប់នេះផងដែរខ្ញុំក៏សូមណែនាំឲ្យបងប្អូនគ្រាន់តែមកលេងថតរូបយកទេសភាពនៅទីនេះស្អាតបានហើយគឺបងប្អូនហាមចុះងូតទឹកលេងណាបងប្អូនណាវាអាចបណ្ដាលឲ្យយើងមានគ្រោះថ្នាក់ដល់សុខភាពឬក៏ខូចស្បែករមាស់ជាដើមទោះជាមានគុណវិបត្តិមួយចំនួនក្តីប៉ុន្តែនៅតែមានគុណសម្បត្តិផងដែរគឺបងប្អូនអាចមកកំសាន្តនៅទីនេះថតរូបលេងជាមួយនឹងទេសភាពស្អាតទឹកថ្លាឆ្វេងខ្ញុំបានដើរមើលនៅជុំវិញនេះគឺដុំថ្មត្រូវបានបំបែកជាបំណែកបាទគឺមានតំបន់ខ្លះកន្លែងខ្លះគឺរាបស្មើគឺបងប្អូនអាចមកកំសាន្តឬក៏បោះតង់នៅទីនេះបានជាទូទៅសម្រាប់ការងារប្រចាំថ្ងៃអ្នកណាក៏មានការធុញថប់ដែរបងប្អូនគឺមានអារម្មណ៍ថា stress មានអារម្មណ៍ថានឿយហត់អស់កម្លាំងគឺចង់ទៅកន្លែងណាដែលស្រឡះកន្លែងណាដែលមានខ្យល់អាកាសបរិសុទ្ធជាពិសេសទេសភាពស្អាតបងប្អូនអញ្ចឹងខ្ញុំសូមណែនាំឲ្យបងប្អូនមកកំសាន្តនៅភ្នំចំបាប់បងប្អូនដែលមានទីតាំងនៅខេត្តតាកែវដោយគ្រាន់តែបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ2រួចយើងជិះកាត់តាមសាលាសម្ដេចឪហួសសម្ដេចឪបន្តិចបងប្អូននឹងឃើញផ្លូវបត់ទៅភ្នំជីសូគឺបងប្អូនបត់ចូលតាមភ្នំជីសូរហូតទៅដល់ភ្នំជីសូហើយបងប្អូនក៏ធ្វើដំណើរបន្តទៅទៀតនោះនឹងឃើញហើយភ្នំចំបាប់ដែលយើងបត់ចូលតាមខ្លោងទ្វារវត្តបងប្អូនឬក៏បងប្អូនអាចធ្វើដំណើរតាមផ្លូវជាតិលេខ2ដល់ប្រាសាទនាងខ្មៅគឺបងប្អូនបត់ចូលតាមនឹងមកក៏បានដែរបងប្អូនបាទសម្រាប់ការធ្វើដំណើរកម្សាន្តមកភ្នំចំបាប់នេះគឺបងប្អូនគ្រាន់តែវិចបាយមកហើយបងប្អូនបានដាក់នៅភេសជ្ជៈខ្លះរួមជាមួយនឹងកាហ្វេមកគឺជាការស្រេចដោយឡែកខ្ញុំសង្កល់ឃើញថាមួយរយៈចុងក្រោយនេះគឺមានភាពល្បីល្បាញមែនទែនជាមួយនឹងភ្នំចំបាប់បងប្អូនគឺមានតារាចម្រៀងតារាសម្ដែងជាច្រើនគឺតែងតែថតនៅភ្នំចំបាប់នេះដោយសារភ្នំចំបាប់គឺមានទេសភាពស្អាតមែនទែនបងប្អូនជាពិសេសទឹកថ្លាឆ្វេងហ្នឹងគឺមើលឃើញដល់បានតែម្ដងវាប្រៀបដូចជាកោះបាលីអញ្ចឹងបងប្អូនបាទដោយឡែកទន្ទឹមនឹងនេះផងដែរក៏មានអបិយជំនឿពីអ្នកស្រុកមួយចំនួនក៏គាត់បានបញ្ជាក់ថាពេលដែលគាត់មកកំសាន្តនៅទីនេះគឺគាត់មានភាពស្រឡះហើយគាត់ក៏មានការកាក់កបក្នុងមុខរបររបស់គាត់ផងដែរហើយសុខភាពរបស់គាត់នោះក៏ចាប់ផ្ដើមជាសះស្បើយជាបន្តបន្ទាប់ក្រោយពីគាត់បានធ្វើការចុះមួយទឹកនិងបន់ស្រន់នៅទីនោះហើយចាស់ពីដើមគាត់តែងតែនិយាយថាអាគមសមយោវាពិបាកដែរបងប្អូនជាមួយនឹងវិទ្យាសាស្ត្រហើយនឹងអបិយជំនឿគឺមិនអាចចែកដាច់គ្នាទេបងប្អូនអ្នកវិទ្យាសាស្ត្រគឺមិនអាចធ្វើការចែកដាច់គ្នាទេ